ប្រឡងនិស្សិតឆ្នាំទី3ជំនាញអក្សរសាស្ត្រខ្មែរនៅសាកលវិទ្យាល័យជាតិជាស៊ីកំចាញ់មាឆ្នាំទី3ហើយទៅបញ្ចប់មុខវិជ្ជាវចនសាស្ត្រវិទ្យាហើយថាមុខវិជ្ជាភាសាវិទ្យាហើយមុខវិជ្ជាពិសេសគឺវចនសាស្ត្រវិទ្យាដែលយើងត្រូវការបង្រៀន3សប្តាហ៍មានការសរសេរស្រាវជ្រាវហើយថ្ងៃនេះប្រឡងបញ្ចប់គឺមិនអាចអង្គុយទៅគ្នាបានទេឆ្លាស់គ្នាទៅវិញទៅមកដូចបាក់ដប់អញ្ចឹងយើងធ្វើស្តង់ដារដូចនៅប្រទេសជប៉ុនហើយសិង្ហបុរីអាមេរិកកាណាដាអូស្ត្រាលីយើងប្រឡងយកសមត្ថភាពមិនអាចលួចមើលបាននៅសាលាអន្តរជាតិពេញវាចឹងដែរហើយថ្ងៃប្រឡងគឺគេឲ្យកាន់តែបិចនិងបន្ទាត់ដូចគ្នាគេយកសមត្ថភាពប្រឡងតែសិស្សបានប្រមាណ200ប៉ុន្តែស្រុកយើងគេយកប្រឡងច្រើនបន្ទុកតម្រូវការប៉ុន្តែស្រុកគេរីកចម្រើនគេលេងគេយកសាវជ្រាវវិញហ្នឹងហើយឃើញទស្សនភាពល្អមែនទែនហើយស្ងាត់គាត់សម្រុកម៉ោង11យើងចប់ប្រមូលវិញ្ញាសាយើងឲ្យគាត់ធ្វើអីធ្វើទៅគាត់ឆ្លើយតាមចំណេះជំនាញរបស់គាត់យើងយកទិន្នន័យបន្ទុកនឹងយកទៅការស្រាវជ្រាវហើយពិសោធន៍ទៅល្ងាចមានក្រុមប្រធានថ្នាក់ឡើងបទបង្ហាញម៉ោង1ហើយចុងបញ្ចប់ពីក្រុមទី1ហៅថាសំណួរឆ្លោះបញ្ចាំងសិស្សរិះគន់គ្រូវិញពេលហ្នឹងឲ្យសេក្រាស់មកហើយឈ្មោះអីត្រឹមត្រូវយើងប្រមូលអាហ្នឹងទៅមើលចែកគ្រារំលែកគ្រូរិះគន់សិស្សរិះគន់គ្រូសម័យទំនើបពីដើមសម័យបុរាណគឺมันអាចសិស្សរិះគន់គ្រូបានទេអានេះសម័យបុរាណប៉ុន្តែអត់បានទេឥឡូវបច្ចុប្បន្នគ្រូអសល់ការឆ្លងកាត់ការអប់រំសម័យទំនើបគឺសិស្សខ្លះចេះជាងគ្រូយើងនិយាយមកនិស្សិតខ្លះដូចសិស្សគាត់ស្រាវជ្រាវនៅសាលាយើងនេះបកែច្រើនគេសរសេរសភៅម្នាក់150ទំព័រ3សប្តាហ៍ខ្លះ100ទំព័រដាក់ citation ដាក់ប្រភពអីត្រឹមត្រូវហើយឡើងការពារបានបន្ទុកគ្រប់ក្រុមទាំងអស់ដែលគេឡើងបទបង្ហាញហើយការខ្វះខាតតិចតួចគ្រូណែនាំបំពេញបន្ថែមទស្សនភាពល្អមែនទែនហើយចាប់អារម្មណ៍ទស្សនភាពឯងថតតិចឆ្លើយមើលម៉ោងផងយ៉ាតគិម៉ោងខ្លីពេលម៉ោងនៅច្រើនយើងចាំឆ្លើយច្រើនពេលម៉ោងណាដែលម៉ោងឆាត់ដល់ម៉ោង11ថាម៉ោង10កន្លះអាកន្លះម៉ោងគឺសម្រុកគឺខ្លីត្រេមករៀនឆ្លាតប៉ុន្តែអ្វីដែលយើងប្រឡងយើងមើលពេលវេលាម៉ោងបើម៉ោងនៅវែងthìយើងឆ្លើយចប់មុនវែងមុនម៉ោងដូចជាពេកទេបើយើងធ្វើម៉េចការសន្សំបន្ទុករៀនឆ្លើយខ្លួនយើងរៀនឆ្លាតថ្ងៃមុនមានក្រុម2នាក់ដែលសរសេរបានច្រើនល្អណាអានឹងយើងនិយាយថាតាក់ទិកគេឆ្លើយអស់ក្តាស់គេថែមក្តាស់ទៀតអានឹងគឺជារឿងមួយដែលគេសន្សំបន្ទុកគេយើងធ្វើម៉េចកុំឲ្យចាញ់គេមកបន្ទុកយើង19ប៉ុន្តែគេ20ដូចយើងមិនអស់ចិត្តយើងនិយាយថាតឹងទ្រូងដែរដោយសារខ្វះខាតតិចតួចទេត្រូវដូចគ្នាប៉ុន្តែខ្វះខាតតិចតួចយើងមិនដែលប្រើថាសិស្សខុសទេខ្វះខាតសម័យទំនើបការខ្វះខាតទោះអ្នកឯងយកក្តាស់សគ្រូនឹងកែមិនប៉ុន្តែអ្វីដែលអ្នកឯងសរសេរបានគឺស្មើជាប់អ្នកឯងអានេះស្មើជាប់ខុសត្រូវវាជារឿងធម្មតាទេសន្មតទេរឿងប្រឡង